ជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃនេះដែលខ្ញុំសូមលើកនៅរឿងរ៉ាវពីគ្រូអាគមខ្មែរដែលល្បីល្បាញបំផុតនិងមានកេរ្តិ៍ឈ្មោះសុសសាយក្នុងប្រវត្តិសាស្ត្រនិងរឿងព្រេងនិទានបុរាណគឺគ្មាននរណាក្រៅពីលោកតាគ្រូគង់ឬដែលអ្នកស្រុកស្គាល់ច្បាស់ក្នុងរឿងរ៉ាវធ្មប់លោកតាគង់ឬអ្នកតាឃ្លាំងមឿងនោះទេប៉ុន្តែបើដកស្រង់ចេញពីកំណត់ត្រាប្រវត្តិសាស្ត្រពិតដែលមានលាយឡំនឹងរឿងរ៉ាវមុនអាគមវិជាការដ៏អស្ចារ្យចារក្បួនក្នុងពងសាវតាខ្មែរគឺរឿងរ៉ាវរបស់លោកតាឃ្លាំងមឿងកំពូលមេទ័ពនិងជាគ្រូអាគមដ៏ខ្លាំងពូកែក្នុងសម័យលង្វែកកាលពីសតវត្សទី16ខាងក្រោមនេះជារឿងរ៉ាវពិតប្រាកដដោយជំនឿមុនអាគមរបស់លោកតាឃ្លាំងមឿងគឺជាមេទ័ពកំពូលម្នាក់ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជាគ្រងរាជនៅខេត្តពោធិ៍សាត់និងលង្វែកលោកមិនត្រឹមតែជាអ្នកចេះយុទ្ធសាស្ត្រសឹកនោះទេប៉ុន្តែលោកគឺជាអ្នកចេះដឹងក្បួនសាស្ត្រាគម្ពីរអាគមអ៊ំអាមនិងវិជាការសិលសាស្ត្រសញ្ចាំងជ្រៅជ្រះស្បែកគង់ដៃចាមិនមុតតាមសាស្ត្រាបុរាណនិយាយថាលោកបានសាក់យ័ន្តនិងផឹកទឹកមុនតាំងសិលរហូតដល់ដាវលំពេងព្រួយស្នារបស់សត្រូវមិនអាចមុតសាច់លោកបានឡើយមហារងាប់និងបំបាំងកាយលោកចេះមុនអាគមសូត្ររងាប់ចិត្តសត្រូវមិនឲ្យមើលឃើញកងទ័ពឬធ្វើឲ្យសត្រូវងងុយដេកក្នុងបន្ទាយព្រឹត្តិការណ៍ល្បីល្បាញការបូជាជីវិតទៅកេណ្ឌទ័ពខ្មោចរឿងរ៉ាវដែលធ្វើឲ្យលោកល្បីល្បាញបំផុតរហូតមានឈ្មោះជាអ្នកតាថែរក្សាទឹកដីរហូតមកដល់សពថ្ងៃគឺសង្គ្រាមរវាងទ័ពខ្មែរនិងទ័ពសៀមនៅខេត្តពោធិ៍សាត់កាលនោះកងទ័ពសៀមបានលើកគ្នាមកយ៉ាងច្រើនកកកឡោមព័ទ្ធទ័ពព្រះបាទច័ន្ទរាជាដោយឃើញថាទ័ពមនុស្សលោកមានចំនួនតិចជាងសត្រូវខ្លាំងមិនអាចតតាំងឈ្នះលោកតាឃ្លាំងមឿងក៏បានសម្រេចចិត្តប្រើវិជាអាគមចុងក្រោយដែលជាវិជាលះបង់ជីវិតលោកបានបញ្ជាឲ្យគេជីករណ្ដៅធំមួយដែលមានដោតសុទ្ធតែចម្រឹងដែកនិងអាវុធមុតស្រួចនៅបាតរណ្ដៅលោកតាឃ្លាំងមឿងបានសូត្រមន្តអាគមប្រមូលធម្មពលផ្លូវចិត្តទាំងអស់រួចលោតចុះទៅក្នុងរណ្ដៅនោះរួមជាមួយភរិយានិងសេនាជំនិត2នាក់ទៀតដើម្បីធ្វើមរណកាលស្លាប់ទៅចាប់កំណើតជាមេទ័ពខ្មោចគោលបំណងលោកជឿថាពេលលោកស្លាប់ទៅទាំងមានមន្តអាគមនិងចិត្តដាច់ខាតលោកអាចទៅបញ្ជានិងកេណ្ឌប្រមូលព្រលឹងខ្មោចយុទ្ធជនដែលស្លាប់ក្នុងសមរភូមិមុនឲ្យមកជួយច្បាំងបានមហិទ្ធិឫទ្ធិក្រោយពេលស្លាប់ក្រោយពីពិធីបូជាជីវិតនោះបាន7ថ្ងៃយប់មួយស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងឮសូរសំឡេងហូរកញ្ជ្រៀវនិងសំឡេងជើងសេះជើងដំរីលាន់ឬខ្ទរខ្ទាពេញព្រៃទ័ពសៀមបាក់ទ័ពទាំងមិនទាន់ច្បាំងកងទ័ពសៀមស្រាប់តែមកកើតជំងឺថ្មាតស៊ីអាសន្នរោគគ្រុនចាញ់ដេកស្លាប់ប្រងព្រាតហើយខ្លះទៀតឃើញរូបភាពព្រលឹងទ័ពខ្មោចមកលងបន្លាចកាត់ក្បាលទាំងយប់ធ្វើឲ្យទ័ពសៀមភ័យស្លន់ស្លោរត់ខ្ចាត់ខ្ចាយដកថយទៅវិញអស់ជ័យជំនះព្រះបាទច័ន្ទរាជាអាចវាយសម្រុកដេញទ័ពសៀមចេញពីទឹកដីខ្មែរបានទាំងស្រុងដោយសារកងទ័ពជំនួយអរូបីរបស់លោកតាឃ្លាំងមឿងទីសក្ការៈបច្ចុប្បន្នរឿងនេះជារឿងពិតក្នុងប្រវត្តិសាស្ត្រដែលត្រូវបានប្រជាជនខ្មែរគោរពបូជាមកដល់សព្វថ្ងៃបច្ចុប្បន្នដួងព្រលឹងលោកតាឃ្លាំងមឿងត្រូវបានគេបង្កើតជាអាស្រមអ្នកតាឃ្លាំងមឿងស្ថិតនៅខេត្តពោធិ៍សាត់អ្នកស្រុកតែងតែទៅបន់ស្រន់សុំសេចក្តីសុខនិងជឿជាក់ថាបារមីគ្រូអាគមនិងមេទ័ពរូបនេះនៅតែតាមថែរក្សាទឹកដីខ្មែរជានិច្ចនេះជាគំរូនៃគ្រូអាគមសម័យបុរាណដែលប្រើវិជាការដើម្បីជាតិមាតុភូមិមិនមែនដើម្បីលាភសក្ការៈផ្ទាល់ខ្លួនឡើយជាចុងក្រោយខ្ញុំបាទក៏សូមអគុណសម្រាប់ការស្ដាប់នៅរឿងរ៉ាវរបស់លោកតាឃ្លាំងមឿងរហូតដល់ចប់សូមអគុណ